នេះបងប្អូននេះចំណុចទាំងអស់នេះបងប្អូនគ្នាត្រូវតែគ្រីសទៅរត់ថា creator សិនបងប្អូនគ្នាចង់រកប្រាក់ចំណូលសូមបញ្ជាក់ម្ដងហើយម្ដងទៀតណាកុំភ្លេចចូលមកធ្វើបាបតាមប្រខ្មៅទាំងអស់គ្នាក្រោយពីធ្វើតាមប្រខ្មៅហើយរយៈពេលតែ7ថ្ងៃទេបងប្អូនគ្នានឹងទទួលបាន tool CM របៀបចូលទៅបើកមុខងារមួយចំនួនដើម្បីឲ្យ CM ឆាប់ទម្លាក់ឲ្យយើងរកប្រាក់ចំណូលត្រឹមតែរយៈពេល7ថ្ងៃតោះសម្រាប់បងប្អូនអ្នកគាត់លេងមកយូរហើយបាទគោលការណ៍ tool CM ហើយក៏ប៉ុន្តែ CM នៅតែមិនធ្លាក់ឲ្យយើងរកប្រាក់ចំណូលបងប្អូនគ្នាធ្លាប់បានទៅកំណត់ខ្លះៗហើយនៅមុខងារមួយចំនួនដែលបងប្អូនគ្នាមិនបានទៅកំណត់សោះអញ្ចឹងសម្រាប់បងប្អូនដៃថ្មីដែលគាត់មិនទាន់ចេះគាត់លេងមកយូរហើយក៏ប៉ុន្តែ CM នៅតែមិនទម្លាក់មកខ្ញុំមានវិធីសាស្ត្រនៅក្នុងការដោះស្រាយឬក៏បើកមុខងារមួយចំនួនដើម្បីឲ្យ CM ធ្លាក់មកក្នុងកំឡុងរយៈពេល7ថ្ងៃសម្រាប់បងប្អូនគាត់គិតថាខ្លួនឯងគ្រប់គោលការណ៍ហើយលេងមកយូរហើយមិនធ្លាក់ tool CM យើងចូលទៅមើលហើយធ្វើទាំងអស់គ្នាតោះអញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់គ្រប់គោលការណ៍ tool CM ហើយក៏ប៉ុន្តែមិនទម្លាក់ tool ឲ្យយើងរកប្រាក់ចំណូលប្រខ្មៅមានកលឹះនៅក្នុងការដោះស្រាយសម្រាប់បងប្អូនយើងដែលគាត់គិតថាលេងមកយូរហើយបាទគ្រប់អស់ហើយ follow ក៏មានដែរចំនួនអ្នកមើលក៏គ្រប់ដែរប៉ុន្តែ CM នៅតែមិនធ្លាក់មកធ្វើវិធីសាស្ត្រដោះស្រាយចំណុចនេះគឺសំខាន់ខ្លាំងបងប្អូនមើលឲ្យតាន់ណាចំណុចចាប់ដើមចូលមកកាន់កម្មវិធី Facebook បន្ទាប់បងប្អូនគ្នានិចទៅរក page របស់បងប្អូនណារួចបងប្អូនគ្នាចុចត្រេក3បាទចុចត្រេក3ខាងនេះមកបាទចុចត្រេក3ហើយបងប្អូនគ្នាធ្វើការរុញទៅលើបន្តិចបាទបងប្អូនគ្នាចុចទៅរកពាក្យថាការកំណត់និងឯកជនភាពបាទចុចត្រង់ហ្នឹងមួយមកបាទបន្ទាប់មកបងប្អូនគ្នាធ្វើការចុចទៅរកពាក្យថាការកំណត់មួយដំណាក់កាលទៀតបងប្អូនប៉ះកន្លែងមួយទៀតមកបាទអូខេបងប្អូនណាបាទឥឡូវយើងមកដល់ទម្រង់បែបហ្នឹងអញ្ចឹងបងប្អូនគ្នាធ្វើការរុញទៅលើបាទរុញទៅលើតិចទៅបងប្អូនគ្នាស្វែងរកពាក្យមួយថាការផ្សាយពាណិជ្ជកម្មនៅលើមាតិការបស់អ្នកបងប្អូនត្រូវទៅចូលទៅបើកកន្លែងហ្នឹងមួយសិនណាដើម្បីគេដាក់ពាណិជ្ជកម្មនៅលើវីដេអូយើងសិនបាទចាប់ដើមចុចកន្លែងហ្នឹងមកបាទប្រសិនបងប្អូនគ្នាឃើញទម្រង់កំពុងតែបិទមានន័យថាបងប្អូនគ្នាបានបើកឲ្យគេផ្សាយពាណិជ្ជកម្មសោះអត់បានសហការជាមួយគេអញ្ចឹងទៅបងប្អូនគ្នាអត់ទទួលបាន tool CM ទេយូរណាស់បាទអញ្ចឹងយើងយកដែរបើយើងចុចបើកគ្រីសកន្លែងហ្នឹងមួយបាទមិនទាន់ជាប់ទេណាមើលឲ្យតាន់មើលមួយបាទឲ្យមើលហើយយើងចែករំលែកទុកបាទឲ្យចែករំលែកឲ្យអ្នកដទៃបានឃើញផងកលឹះមួយនេះគឺពិសេសណាបាទខ្ញុំទៅភាសាជ្រាបបានទេបន្តមកចុចថយមួយទៀតបងប្អូនបាទចុចថយមួយទៀតមករួចបងប្អូនគ្នាធ្វើការរុញទៅលើបន្តទៀតបាទបងប្អូនគ្នាស្វែងរកពាក្យថាការរៀបចំទំព័រចុចកន្លែងហ្នឹងមួយទៀតណាចូលកន្លែងមួយដំណាក់កាលទៀតមកបាទប៉ះកន្លែងមួយទៀតមកបាទបន្ទាប់មកពេលបងប្អូនគ្នាចូលមកដល់ទម្រង់បែបហ្នឹងបាទបងប្អូនគ្នាចុចទៅរកពាក្យថាប្រភពទំព័របាទប្រភពទំព័របងប្អូនបាទប៉ះទៅលើកន្លែងហ្នឹងមួយទៀតមកពឹបបាទយើងធ្វើការឲ្យច្រើនដំណាក់កាលដែរកន្លែងចំណុចទាំងអស់នេះបងប្អូននេះបងប្អូនគ្នាចំណុចទាំងអស់នេះបងប្អូនគ្នាត្រូវតែគ្រីសទៅរកថា creator បាទ creator ណាមិនមែនបងប្អូនគ្នាយក business ទេ business គឺគេអត់បើកឲ្យយើងរកលុយតាមរយៈ tool CM ទេ business គឺអ្នករកស៊ី online អញ្ចឹងបើសិនបងប្អូនបើកចាប់តែឃើញ page បងប្អូនហ្នឹងនៅកន្លែងដាក់ថា business យើងគ្រីសយកពាក្យថា creator មកដើម្បីយើងជាអ្នកផលិតមាតិកាប៉ះកន្លែងហ្នឹងមួយមកបន្ទាប់មកបងប្អូនគ្នាមកចុចមកដល់ទម្រង់បែបហ្នឹងបាទបងប្អូនគ្នាពេលដែលឃើញទម្រង់បែបហ្នឹងបងប្អូនគ្នាចុចខាងក្រោម ផុតបាទខាងក្រោមផុតនេះមួយទៀតមកបាទរួចយើងចាប់ដើមនេះគ្រីសទាំងអស់បាទ3ចំណុចខាងលើគឺយើងចុចយកទាំងអស់តែម្ដងប្រសិនបងប្អូនគ្នាចង់រកប្រាក់ចំណូលសូមបញ្ជាក់ម្ដងហើយម្ដងទៀតណាកុំភ្លេចចូលមកធ្វើបាបតាមប្រខ្មៅទាំងអស់គ្នាក្រោយពីធ្វើតាមប្រខ្មៅហើយរយៈពេលតែ7ថ្ងៃទេបងប្អូនគ្នានឹងទទួលបាន tool CM ណាបាទអញ្ចឹងពេលមកដល់កន្លឹះកន្លែងហ្នឹងហើយបងប្អូនគ្នាធ្វើការចុចគ្រីសបាទគ្រីសកន្លែងមួយបាទកន្លែងនេះមួយទៀតហើយកន្លែងខាងលើផុតមួយទៀតបន្ទាប់មកបងប្អូនគ្នាមកដល់ទម្រង់បែបហ្នឹងចុចទៅរកពាក្យថាបន្ទាប់មួយដំណាក់កាលទៀតសិនបាទមួយដំណាក់កាលទៀតសិននេះគេមកដល់ទម្រង់ឲ្យយើងរលុយឃើញទេបងប្អូនគេដាក់ថាអ្នកទទួលបានការទូទាត់សម្រាប់ការច្នៃប្រឌិតរបស់អ្នកមែនទេអញ្ចឹងចាប់ផ្ដើមចុចទៅរកពាក្យថាបញ្ជាក់ឲ្យគេមួយទៀតមកបាទតែប៉ុណ្ណឹងទៅយើងរងចាំការ Facebook គេបើកឲ្យយើងពី tool CM ដើម្បីរកប្រាក់ចំណូលទាំងអស់គ្នាសម្រាប់បងប្អូនយើងដែលគាត់គ្រប់គោលការណ៍គាត់ follow មិនដែលធ្វើខុសគោលការណ៍អ្វីសោះកុំភ្លេចចូលមកសាកបើកលបងសិនណាសាកលបងប្រសិនបងប្អូនធ្វើឲ្យចំចំណុចគេតា7ថ្ងៃទេគេនឹងទម្លាក់ tool CM ឲ្យបងប្អូនរកប្រាក់ចំណូលបាទចែករំលែកចំណេះដឹងឬ